ខេត្តកំពង់ចាមកំពុងតែបំពាក់អំពូលភ្លើងសូឡាតាមបណ្ដោយផ្លូវក្នុងក្រុងកំពង់ចាមខ្ញុំបាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីវត្តមានខ្ញុំបាទនឹងក្រុមការងារ SBI News កំពុងតែស្ថិតនៅក្នុងក្រុងកំពង់ចាមផ្ទាល់តែម្ដងឃើញថាក្រុងកំពង់ចាមបានបំពាក់អំពូលសូឡាយ៉ាងច្រើនជុំវិញក្រុងកំពង់ចាមដើម្បីបម្រើប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមដែលប្រកបអាជីវកម្មក៏ដូចជាការធ្វើដំណើរនាពេលយប់អ្វីដែលកាន់តែពិសេសទៅទៀតនោះអំពូលសូឡាមួយដើមគឺមានបំពាក់ទៅនឹងទង់ជាតិកម្ពុជាផងដែរនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលបានចាត់មន្ត្រីជំនាញដើម្បីឲ្យដាក់បំពាក់អំពូលសូឡាជុំវិញក្រុងកំពង់ចាមអ្វីដែលកាន់តែពិសេសទៅទៀតនោះសូមបង្វែរចំណាប់អារម្មណ៍របស់បងប្អូនទស្សនិកជនទៅស្ដាប់ជាមួយនឹងការសម្ភាសខ្ញុំបាទជាមួយនឹងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាមដូចតទៅការពិតវាចំណាប់អារម្មណ៍វាល្អស្អាតណាស់នៅក្នុងទីក្រុងហើយវាមានចំណាប់អារម្មណ៍ត្រេកអរវាពេលអីដូចថាយប់អីហ្នឹងយើងវាអ្នកហាត់ប្រាណអ្នកអីណាបាទអ្នកមកដើរមកកំសាន្តតាមមាត់ទន្លេហ្នឹងត្រេកអរមួយត្រេកអរបាទជាចុងក្រោយខ្ញុំថ្លែងអំណរគុណណាអភិបាលខេត្តកំពង់ចាមយើងនេះគាត់ការឆ្លៀសវៃរបស់គាត់បំពេញប្រជាពលរដ្ឋណាបាទសូមអរគុណច្រើនហ្នឹងពាក្យតាមកំពង់ចាមវាភ្លឺចាដល់ពេលម៉ោង6ឡើងភ្លឺហ្មងចាធ្វើដំណើរពេលយប់ព្រោះមានភ្លើងភ្លឺច្រាញ់ពេញផ្លូវហ្មងចាវាមានងាយស្រួលធ្វើដំណើរតាមផ្លូវពេលយប់ងាយស្រួលទាំងថាភ្លើងភ្លឺទៅយើងមានមនុស្សអីពេញផ្លូវយើងមានដូចថាវាភ្លើងបានភ្លឺអញ្ចឹងណាសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានដាក់ភ្លើងតាមដងផ្លូវបាទចំពោះអំពូលសូឡានេះគឺឃើញថាការដាក់អំពូលសូឡានេះគឺធ្វើឲ្យយើងភ្លឺនៅពេលយប់ធ្វើឲ្យអ្នកដំណើរដែលធ្វើដំណើរនៅតាមដងផ្លូវនោះគឺបានភ្លឺមើលផ្លូវបានស្រួលធ្វើដំណើរសូឡានេះក៏បម្រើដល់អ្នកលក់ដូរនឹងធ្វើឲ្យគាត់ថាមានផ្លូវភ្លឺអញ្ចឹងទៅធ្វើឲ្យគាត់សប្បាយរីករាយបាទសប្បាយរីករាយហើយគាត់ថាមានភ្ញៀវមកច្រើននៅទីនេះដើម្បីទិញអីវ៉ាន់របស់គាត់បាទក្រោយខ្ញុំសូមថ្លែងអំណរគុណដល់អភិបាលខេត្តដែលបានជួយផ្ដល់នៅបំពូលសូឡានេះបាទដំណើរដល់ប្រជាពលរដ្ឋជាពិសេសអ្នកធ្វើដំណើរនៅតាមដងផ្លូវនេះបាទធ្វើឲ្យបាទងាយស្រួលបំភ្លឺតាមផ្លូវដើម្បីឲ្យគាត់ងាយស្រួលក្នុងការធ្វើដំណើរបាទប្រិមត្តទស្សនិកជនពិតជាបានស្ដាប់ឃើញហើយអំពីការសម្ភាសខ្ញុំបាទជាមួយនឹងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាមជាពលរដ្ឋមានការសាទរយ៉ាងក្រៃលែងចំពោះការបានសមិទ្ធផលថ្មីក៏ដូចជាអំពូលសូឡាបំពាក់តាមផ្លូវនៅក្នុងក្រុងកំពង់ចាមផ្ទាល់តែម្ដងជាចុងក្រោយបងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសទៅទៀតនោះបងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរនិងអរគុណយ៉ាងក្រៃលែងចំពោះឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតែតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាមអ្វីដែលកាន់តែពិសេសទៅទៀតនោះអំពូលសូឡានេះគឺបានបម្រើប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរក្នុងក្រុងកំពង់ចាមក្នុងការធ្វើដំណើរនាពេលយប់កាន់តែភ្លឺច្បាស់និងមានភាពងាយស្រួលកុំឲ្យកាត់ឡើងនៅករណីគ្រោះថ្នាក់ចរាចរណ៍កាត់ឡើងជាយថាហេតុពីខ្ញុំបាទខុតពិនិត្យធ្វើសេចក្តីរាយការណ៍ចេញពីក្រុងកំពង់ចាមខេត្តកំពង់ចាម